មាសអាចកើនឡើងខ្លាំងប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិកសម្រេចចិត្តធ្វើរឿងមួយនេះតម្លៃហាងឆេញមាសអាចបន្តកើនឡើងខ្លាំងដល់តំបន់$4,300ក្នុង1អោនឬដល់តំបន់$4,400ក្នុង1អោនប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិកសម្រេចកាត់បន្ថយអត្រាការប្រាក់បន្ថែមដោយបច្ចុប្បន្ននេះអត្រាការប្រាក់ស្ថិតនៅតំបន់4%ដែលកាលពីខែ10ខែទី29អត្រាការប្រាក់គឺបានកាត់បន្ថយពីតំបន់4.25%មកដល់តំបន់4%នេះឯងបន្ទាប់ពីការបន្ថយអត្រាការប្រាក់ថ្ងៃទី29តម្លៃហាងឆេញមាសបានស្ទុះកើនឡើងខ្លាំងបន្ទាប់ពីលុយដុល្លារធ្លាក់ចុះដូច្នេះប្រសិនបើថ្ងៃទី11ខែ12ឆ្នាំ2025ធនាគារកណ្ដាលសហរដ្ឋអាមេរិកបន្តកាត់បន្ថយអត្រាការប្រាក់នោះតម្លៃមាសពិតជាកើនឡើងពិតប្រាកដមែនតែបើកាលណាធនាគារកណ្ដាលបានកាត់បន្ថយអត្រាការប្រាក់ឬរក្សានៅដដែលនោះតម្លៃមាសក៏មិនសូវមានការប្រែប្រួលខ្លាំងប៉ុន្មានដែរសម្រាប់បងប្អូនដែលចង់ចាប់យកឱកាសពីការជួញដូរមាសតាមប្រព័ន្ធធនាគារបងប្អូនអាចធ្វើការបើកគណនីជួញដូរហាងឆេញមាសបានសម្រាប់ការជួញដូរហាងឆេញមាសបងប្អូនមានដើមទុនតិចត្រឹម$1,000ក៏អាចធ្វើការជួញដូរមាសបានរហូតដល់8តម្លឹង$10,000ជួញដូរបាន3គីឡូមាស$20,000ជួញដូរបាន6គីឡូមាសសម្រាប់ការរៀនទិញលក់ហាងឆេញមាសនិងមើលសន្ទុះលុយដុល្លារនាងខ្ញុំនៅបង្រៀនប្រឹក្សាបងប្អូនដោយឥតគិតថ្លៃបងប្អូនអាចទំនាក់ទំនងមកកាន់នាងខ្ញុំលឹមសៀវមីតាមរយៈ link Telegram និងលេខទូរស័ព្ទខាងលើនេះ